mong bơi chuyện này nó không rồi cũng chia thế này không sang con mi ăn thế nào này nhắm bay dần tí cô đã ban nhắm mai ngày nay cô trời rồi cũng chia thành nào mùi bên cô bật lại không chẳng dư đấy mày còn nó thân ấy này chăm săn chẳng cha chăm máy cho bài cô chăm săn nó chẳng bạn mày cho cậu ban đấy đây con này con tràn mày tới con tao thân mày này con một không thôi bên mày cũng phải thành tao thân mày hai chim to chế sữa vô phong con là tôi lại chả nè bạn mày còn đang ngày chân con thân mày chồng hai ní mình nhẹ này chồng mấy đứa anh mày vợ xung sát nhỉ đang đứa anh nhỉ បងស្រែកច្រៀងដេចនាងយំដេញស្រីយំខាងនឹងខ្ញុំឬខាងអ្នកណាបងមកពីចំការវិញអូនមកយកឲ្យបាយទឹករៀបចំឲ្យបងរួចនៅមិនមកយើងទៅញ៉ាំជុំគ្នាហ្មងបងទៅអាកៅទីសិន ចឹងបងចូលទៅក្នុងសិនណាបងថាក្អាំទៅក៏អូនរៀបបាយឲ្យ យកព្រមអូនអញ្ចឹងបងទៅសិនណា 2 hours later ដល់មកយើងពីរៀនយើងទៅស្រីគេដើរលេងអូនព្រមយកបងធ្វើសង្សារនេះគឺជាស្នេហាកាលពីក្មេងពេលនេះពួកយើងធំវិញវ័យនៅតែរដាពួកនេះតែជាសំណងចិនមកchơiទៅណាដែរបង មកបងជិះហូបបាយមួយយ៉ាងណាអីអូនមកមានតាមតែផ្លេតទេ ចឹងបងជើញអង្គុយលេងសិនណាបងបងអង្គុយលេងសិនណាខាងចាល្ងាចហ្នឹងបងចង់អញ្ជើញបងឯងទៅគូបណ្ណាឥតកូនបងលេងហ្នឹងបងឯងទៅបានអត់អូអីបងសិតបងប្អូនឯងសងចាំងាយហ្នឹងចាំបងប្អូនទៅអត់អីអូនចាំងាយហ្នឹងដាក់ឈុតធំឲ្យអូយនិយាយចឹងគូបណ្ណាហើយម៉ោងប៉ុន្មានដែរបងហើយម៉ោង6 7អីហ្នឹងអូន បើសិនជាអាចទៅទាំងពីរហ្នឹងក៏បានដែរអូនចាំមកសិនណាបងខ្ញុំដកសួរខ្លួនចាំឲ្យប្តីខ្ញុំទៅជំនុំខ្ញុំអត់អីទេអូនចាំបងជម្រាបលាទៅសិនហើយចឹងចាបង សុខសប្បាយតាមផ្លូវ ចាបងចាអូនអូនមកទៅគឺកំណើតគេណាអូន បងមិនទៅហើយមួយថ្ងៃនោះអូនញាក់ភ្នែកស្រួលណាមិនមកចង់ឲ្យគេចោលបង អូវាគ្មានតែស្អីទេអូនអើយបងវាមិនសូវជឿទេឥឡូវជំនឿស្អីហ្នឹងបងទៅតែមកផ្លេទៅមកវិញអស់តែម៉ាំងកំប៉ុងមកវិញបងឯងកំភៃ ហើយបងតើយកមុខអីមែនបងចាំណាចាំអូនទៅយកឲ្យបាច់ទេអូនបងវាចេះពាក់ទេអាមុខសុវត្ថិភាពអីហ្នឹងបងខ្លាចខូចព្រីតោះចាបើយើងទៅកម្មវិធីបងប្អូនយើងផងអញ្ចឹងมึงទៅសិនណាអូន បងប្អូនតាមសប្បាយមិនចាំខ្លាញ់ចិត្តខ្លាញ់អីទេមកបងចឹងខ្ញុំគុំទៅផ្ទះមុននេះណាបងខ្ញុំគុំដែរបងអូនបាយតាមផ្លូវមកបងដាក់ដាច់មកដាច់ដែរខ្ញុំចាប់ទេមកដែរបងឡូនអូតិចទៀតបងទៅឲ្យដាក់ប្រហើមួយបងតិចទៀត បងលេជប់លេខ2បាយច្រើនសួរតាគ្នាខ្ញុំបងមើលគាត់ជីតូខ្ញុំគាត់ដឹងហើយបងជប់លេខ2រហូតបងហើយបងលេជប់លេខ2បាយច្រើនសួរតាគ្នាខ្ញុំបងមើលគាត់ជីតូខ្ញុំគាត់ដឹងហើយលេខបងតើតែមកមានការអីមែនអាឡូបងចាបងចាខ្ញុំប្រពន្ធគាត់មានការអីមែន chạy nó té ọt
នេះបើចាយណាស់ទេចាយមកមើលប្តីចាយចេញពីស៊ីខួរកណាត់គេអីគេផឹកស៊ីស្វឹងស៊ីម៉ូតូជីអីបោកគេបោកឯងចិត្តងាប់ចិត្តរុះហេមើលប្តីចាយខៀមដៃប៉ាដៃដឹងអូននេះបាយក្បាលបាយអីដឹងងាប់ដឹងរុះនេះដឹងម៉ែអូវាណាគេនេះមើលនេះជួយមើលតិចមកចាំខ្ញុំទៅមេភូមិគាត់ជួយដោះស្រាយមកត្រង់ទៀតចាញ់បើស្គាល់ឡានពេទ្យអីហៅគាត់មកឲ្យផងអីបងហើយនំរំណាបងចាំបងចាត់អីចាំខ្ញុំហៅឡានពេទ្យបងចឹងដឹងមិនមកទេប្តីអញមេម៉ាយថ្មីសាច់នៅស្រស់ខ្ចីដោយស្រីក្រមុំមេម៉ាយថ្មីសាច់នៅស្រស់ខ្ចីដោយស្រីក្រមុំធាត់មិនធាត់ហើយស្គមមិនស្គមក៏ហើយថែមសំលំហឲ្យស្នេហាមេបងអើយអូនឆ្លើយយ៉ាងណាស្រឡាញ់រូបខ្ញុំក្រែងពូក្រមុំគេយំតមកស្រឡាញ់រូបខ្ញុំក្រែងពូក្រមុំគេយំតមកស្រីមេម៉ាយឆាឆាយត្រង់ណាព្រោះពីចារណាមុននឹងថាស្ដីរបងអើយគិតថាសិនស្ដីជំរាបសួរចាអត់ជាភូមិអូនមេភូមិហើយតាណាមណាផងទីអូខ្ញុំមកមានការអត់ភ្លេណាចាចេញអង្គុយសិនណាបងណាបាទចាមកយ៉ាឥឡូវតាមពីអូនគ្រោះថ្នាក់ចរាចរណ៍មានអ្នកជួយជំនួសដៃជំនួសជើងឆ្អែងអត់បាទណាអូនអើយរាល់ថ្ងៃនេះគ្មានអ្នកជួយធ្វើអីទេមើលគ្នាធ្វើអីមិនកើតផងហើយគ្មានបានទៅលក់ដូរអីទេរាល់ថ្ងៃគ្មានបានចំណូលអីចូលផ្ទះទេចាស្អែកហ្នឹងមានអ្នកចង់ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងចាអញ្ចឹងស្ដាប់ហើយនឹងនាំមកអូនទៅស្ដាប់ផងដើម្បីកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍អើយកាន់តែច្រើនឡើងទៅទៀតចាអូនចាំចានាំមកអូនវាទៅស្ដាប់ដែរហើយគេបញ្ចុះម៉ោងប្រហែលហ្នឹងស្អែកនេះឯងនៅម៉ោង7ព្រឹកចុះដល់ផ្ទះបងអូនមេភូមិអីឬក៏មិននៅផ្ទះខ្ញុំនឹងឯងចាអូនចាំស្អែកខ្ញុំចាយទៅយ៉ាងចាយខ្ញុំគិតលេងចាយទៅសិនឯងចាយខ្ញុំបញ្ញាប់ទៅប្រាប់នៅភូមិតទៀតអរគុណច្រើនណាស់ដែលបានមកសួរសុខទុក្ខអូនហើយមកប្រាប់ដំណឹងក្នុងភូមិឲ្យចាយដឹងបាទចាយ A few moments later ជ្រាបសួរបងពួកអូនជួយមកនេះមានខែដែរតែបងខ្ញុំមកហ្នឹងចង់ឲ្យពួកបងទៅចូលរួមស្ដាប់នៅការផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ព្រោះនៅក្នុងភូមិយើងសម្បូរគ្រោះថ្នាក់ចរាចរណ៍ដល់ហើយហើយអូនអត់ដែរតាបងមើលទៅក្នុងភូមិយើងសម្បូរគ្រោះថ្នាក់ចរាចរណ៍មែនតាហើយបងអញ្ចឹងថ្ងៃស្អែកកុំភ្លេចទៅចូលរួមស្ដាប់ទាំងអស់គ្នាផងតែបងប្រុសនិងបងស្រីបាទអូនអញ្ចឹងខ្ញុំលាបងទាំងពីរទៅសិនហើយសម្ដេចពុកលោកវីកូនគោលសុតលោបញ្ចូលពូកែខ្លាំងណាស់ទឹកនិចពិតជាត្រង់ច្បាស់ទឹកដៃជើងចាស់រហាំងរហួនទឹកនិចពិតជាត្រង់ច្បាស់ទឹកដៃជើងចាស់រហាំងរហួនបាទនេះទៅឡើយតោះសម្ដេចពុកលោកវីកូនគោលសុតលោបញ្ចូលពូកែខ្លាំងណាស់ទឹកនិចពិតជាត្រង់ច្បាស់ទឹកដៃជើងចាស់រហាំងរហួនទឹកនិចពិតជាត្រង់ច្បាស់ទឹកដៃជើងចាស់រហាំងរហួនរាងកាយដងខ្លួនសងជំរាបសួរបងប្អូនទាំងអស់គ្នាជំរាបសួរបងប្អូនជួយគេលេងសំណាក់បន្តិចទៀតបានលោកគ្រូក៏មកដល់បាទចា៎បងប្អូនអ្នកខប់ផ្សាយសិនចាឡានមែនហ្នឹងនេះบอกប្រាប់ឲ្យស្មាចូលណាថាតើកអើសំអាខំសំខោឬជំរាបសួរបងប្អូនទាំងអស់គ្នាចាជំរាបសួរបងប្អូនយើងមកជុំគ្នាហើយចាំមុននឹងចាប់ផ្ដើមខ្ញុំសូមឲ្យលោកគ្រូក៏ណែនាំខ្លួនជាមុនសិនបាទជំរាបសួរបងប្អូនទាំងអស់គ្នាបងមានឈ្មោះថាសៅថងហាវបងមកថ្ងៃនេះដើម្បីធ្វើការផ្សព្វផ្សាយអំពីបញ្ហាផ្សេងអំពីនៃគ្រោះថ្នាក់ចរាចរណ៍ដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានយល់ដឹងទាំងអស់គ្នាចាលោកគ្រូចាប់ផ្ដើមលើមកលោកគ្រូបាទអញ្ចឹងចំណុចទី1ដែលបងប្អូនគួរតែយល់ដឹងទាំងអស់នេះគឺមូលហេតុដែលបណ្ដាលឲ្យកើតមាននៅគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងតាមមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងចំពោះមូលហេតុទី1នេះគឺបណ្ដាលមកពីកត្តាមនុស្សខ្លួនឯងមូលហេតុទី2នោះគឺបណ្ដាលមកពីកត្តាសត្វនិងមូលហេតុទី3គឺមកបណ្ដាលមកពីកត្តាធម្មជាតិអញ្ចឹងយើងមកកលេសមើលថាតើកត្តាទី1ហ្នឹងគឺមានអីគេខ្លះគឺបណ្ដាលមកពីមនុស្សយើងខ្លួនឯងទី1នោះគឺគាត់បើកបរនៅក្នុងស្ថានភាពស្រវឹង
កាលណាយើងបើកបោកក្នុងស្ថានភាពស្រវឹងមានន័យថាបញ្ញាស្មារតីរបស់យើងគឺអត់នៅលើម៉ូតូនោះទេគឺមិននៅលើការបើកបោករបស់យើងនោះទេអញ្ចឹងមានន័យថានៅពេលណាដែលគាត់បើកបោកលើដងផ្លូវគាត់មិនមានស្មារតីក្នុងការគ្រប់គ្រងអញ្ចឹងបណ្ដាលឲ្យកើតមានគុណគូថ្នាក់ផ្សេងដោយសារតែគាត់ហ្នឹងគឺគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងការបើកបោករបស់គាត់ទេដោយសារតែឥទ្ធិពលនៃគ្រឿងស្រវឹងឥឡូវទី2គឺការបើកបោកហួសល្បឿនកំណត់ហើយបានជាការបើកបោកហួសល្បឿនកំណត់បណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដែរឥឡូវយើងមើលបែបនេះថានៅពេលណាដែលយើងបើកបោកដោយល្បឿនកំណត់យើងកាលណាយើងបើកលឿនយើងចាប់ប្រាំងងាក់អញ្ចឹងមានន័យថាកម្លាំងដែលម៉ូតូចាប់ប្រាំងហ្នឹងគឺវាខ្លាំងអញ្ចឹងវាអាចវាខ្លាំងជាងអាចកម្លាំងដែលយើងប្រឹងម៉ូតូប្រឹងរុញទៅហ្នឹងអញ្ចឹងណាពេលយើងចាប់ខ្លាំងគឺមានន័យថាវាធ្វើឲ្យយើងនឹងបាក់ការគ្រប់គ្រងអាចធ្វើឲ្យយើងនឹងល្អិលយើងពិបាកក្នុងការគ្រប់គ្រងនៅពេលយើងជិះលឿនហើយពេលយើងចាប់ប្រាំងភ្លាមមានន័យថាកម្លាំងគឺត្រូវតែរុញបុកទៅខ្លាំងយើងពិបាកការគ្រប់គ្រងបើមិនជាយើងចាប់ម្ដងបន្តិចហ្នឹងគឺអាចបន្ថយហានិភ័យក្នុងការកើតមាននៅគ្រោះថ្នាក់បានមូលហេតុទី3នោះគឺការបើកបរមិនគោរពច្បាប់ចរាចរណ៍ការបើកបរមិនគោរពច្បាប់ចរាចរណ៍មិនដែលអាចធ្វើឲ្យយើងមានគ្រោះថ្នាក់ដូចដែលយើងបានលើកឡើងមកអញ្ចឹងការបើកបរក្នុងស្ថានភាពស្រវឹងការបើកបរដោយលឿនពេកអាហ្នឹងគឺជាមូលហេតុមួយគឺជាមូលហេតុចំនួន2ដែលនៅក្នុងចំណុចមួយហ្នឹងគឺការមិនគោរពច្បាប់ចរាចរណ៍ហើយចំណុចណាមួយទៀតដែលបង្ហាញថាយើងមិនគោរពច្បាប់ចរាចរណ៍នោះគឺការមិនគោរពទៅលើភ្លើងស្តុបនៅពេលណាដែលយើងមិនគោរពទៅលើភ្លើងស្តុបមានន័យថាយើងគឺអត់គោរពច្បាប់ចរាចរណ៍ទេភ្លើងក្រហមយើងឲ្យជិះទៅយើងចឹងជិះទៅអ្នកផ្សេងតែគេភ្លើងខៀវតែគេជិះមកហ្នឹងគឺអាចធ្វើយើងប៉ះទៅគិតគ្នាបានមូលហេតុនេះហើយបានជាយើងមុខគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនគឺកើតនៅខាងផ្លូវកែងគឺផ្លូវបំបែកជា4ចំណែកមូលហេតុទី2គឺបណ្ដាលមកពីកត្តាសព្រៃបែបម៉េចជិះម៉ូតូសុកឆ្កែរត់ឆ្លងជិះម៉ូតូប្រជាជនយើងអ្នកខ្លះដែលគាត់រត់បានយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍គាត់ថាបញ្ហាច្បាប់ដីគង់នឹងគឺគាត់មិនគាត់យកសត្វគោសត្វក្របីរបស់គាត់ហ្នឹងទៅចងផ្លូវគឺការធ្វើបែបនេះគឺបានធ្វើការប្រឆាំងជាមួយនឹងច្បាប់ចរាចរណ៍ដោយសារតែអីគឺសត្វទាំងអស់ហ្នឹងគឺមិនអាចធ្វើការចងឬមកក៏លាមឲ្យវាស៊ីនៅលើដងផ្លូវបែបហ្នឹងបានទេគឺវាអាចធ្វើអ្នកដទៃមានគ្រោះថ្នាក់អាចថាអ្នកខ្លះគាត់បើកម៉ូតូមកមិនគាត់តាក់ជាមួយនឹងខ្សែធ្វើឲ្យគាត់ដួលអាហ្នឹងគឺជាបញ្ហាមួយដែរថ្ងៃមួយហ្នឹងគឺខ្ញុំបានឃើញតែផ្ទាល់គឺវីដេអូរបស់បងប្រុសម្នាក់គឺគាត់បានដួលម៉ូតូដោយសារតែអ្នកភូមិម្នាក់ហ្នឹងគាត់យកគោទៅចងលាមកដាផ្លូវអញ្ចឹងមានន័យថាគាត់ជិះមកគាត់អត់មានបានមើលឃើញខ្សែហ្នឹងទេគាត់ជិះមកគាត់តាក់ជាមួយនឹងខ្សែហ្នឹងហើយធ្វើឲ្យគាត់ដួលមានគ្រោះថ្នាក់កលិតដៃកលិតជើងកត្តាទី3នោះគឺបណ្ដាលមកពីមូលហេតុអ្វីកត្តាទី3បណ្ដាលមកពីបញ្ហាអាកាសធាតុបែបម៉េចឥឡូវយើងមើលបញ្ហាអាកាសធាតុហ្នឹងមកថាខ្យល់ខ្លាំងមានដីហុយមិនសញ្ញពីមួយប្រភេទមានដីហុយចូលភ្នែកយើងពិបាកមើលផ្លូវអញ្ចឹងមានន័យថានៅពេលណាដែលយើងពិបាកមើលផ្លូវឡានព្រមថាមានឡានមួយជិះមកមុខយើងពិបាកមើលផ្លូវដីហុយចូលយើងអាចគ្រប់គ្រងការបើកបរយើងបានល្អអត់ចម្លើយគឺអត់យើងអាចគ្រប់គ្រងវាបានល្អទេហើយនៅពេលណាយើងអាចគ្រប់គ្រងបានល្អយើងដឹងថាខាងមុខយើងហ្នឹងមានអីគេទេអញ្ចឹងមានន័យថាមិនជិះទៅចូលក្នុងឡានគេតែម្ដងចំណុចមួយទៀតនោះគឺករណីមានភ្លៀងធ្លាក់ហើយម៉ូតូយើងគឺអត់មានភ្លើងយើងបើកបរដោយល្បឿនលឿនមិនគួរច្បាប់ចរាចរណ៍ទៀតនោះគឺអាហ្នឹងគឺ 100% ប្រកបជាមានគ្រោះថ្នាក់ចរាចរណ៍នៅពេលណាដែលភ្លៀងវាមិនផ្លូវរបស់យើងហ្នឹងវារអិលកាលណាវារអិលគឺធ្វើឲ្យការបើកបររបស់យើងហ្នឹងវាកាន់តែពិបាកថាមួយកម្រិតទៀតដូចជាថ្មីនេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកាត់ឡើងរវាងម៉ូតូរបស់សិស្ស2នាក់គឺគាត់បើកបរក្នុងល្បឿនលឿនហើយគាត់បានធ្វើការទៅបុកនឹងកយន្តមួយដែលបែកនៅបានដើមកយន្តមួយហ្នឹងគឺគាត់បែកកង់តាមផ្លូវហើយមានសិស្ស2នាក់ហ្នឹងគាត់ជិះក្នុងល្បឿនលឿនហើយមានន័យថាគាត់អាចបានបដោតទៅលើការបើកបររបស់គាត់ទេគឺគាត់ជិះងាកឆ្វេងងាកស្ដាំអញ្ចឹងមានន័យថានៅពេលហ្នឹងគឺការធ្វើផែនការបើកបររបស់គាត់ធ្វើឲ្យគាត់ជ្រុលបើកទៅបុកនឹងកយន្តហ្នឹងបណ្ដាឲ្យម្នាក់របួសធ្ងន់ហើយម្នាក់ទៀតហ្នឹងរបួសស្រាលសម្រាប់ចំណុចទី2ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាសិក្សាស្វែងយល់អំពីថាតើនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៍នឹងកើតឡើងវាបានផ្ដល់ផលប៉ះពាល់អ្វីខ្លះទៅដល់ខ្លួនគាត់ដែលគាត់អ្នកគ្រោះថ្នាក់ចរាចរណ៍នឹងផ្ទាល់ហើយបន្តមកទៀតទៅដល់ក្រុមគ្រួសាររបស់គាត់និងទៅដល់សង្គមជាតិរបស់គាត់ឥឡូវយើងគិតមើលថាអញ្ចឹងនៅពេលដែលមនុស្សម្នាក់គាត់គ្រោះថ្នាក់ចរាចរណ៍រឿងទី1ដែលកើតឡើងចំពោះគាត់នោះគឺធ្វើឲ្យរាងកាយគាត់នឹងរងរបួសគឺធ្វើបាបខ្លួនឯងមានន័យថាគាត់ឈឺរាងកាយរបស់គាត់ទៅឈឺបាត់បង់កម្លាំងកំហែងធ្វើឲ្យគាត់ធ្វើការអត់កើតនិយាយរួមទៅគឺចំណុចទី1ហ្នឹងគឺ
thôi con bị bạc luôn ai này nè cô thằng trả cho nó cứ con bị bạc luôn ai trong đó tí nó cứ khoa khát nó cầm lăng phô là cầm ông bà than nó không cua sa muối nó bây giờ là mà chất mà né quạt mình cô thằng trả cho chân mình đây tha mình được không teo vào quạt nó cứ trâu mình mà nè tiết đầm bay vô pe trâu mình mà nè tiết đầm bay thì mới thái nè đại con cái cô thằng trả cho nằng chân mình đây tha dương khăn cầm lăng phô là cắm không cua sa nó đo tập pì nè tí muối nó cứ nè đại cái cô thằng trả cho nó đẹp đó tí pí nó cứ chỉ nè mơ thái còn chẳng dương sợ mày tha rồi thằng pì nè nắng tí mà cái môn từ bốn quạt thua ca từng pì chứ mình này tha nó bên nào đại quạt mình nè trâu mơ mình nè đầy chứ chứ mình này tha quạt đã bàn thua ca từng pì chẳng cái này quạt bàn thua ca từng pì thua ai sẽ cái này không cruise nó sẽ chó admin ở bên ba rô chùm nấu chị đàmสำหรับจำนวนที่ใบนั่นคือยังประดาตัวเลือปัญหาถาวิการจังมันในทางเราไปได้เราเป็นแนวนั่งชื่อยังเธอไหมแต่ใบพิบากระชี้คือยังเตยจำนวนถาวิการจังมันในทางปราบวิการอัดเป็นถาวิการโจมมาครองเตียยังหายยังเตยจำนวนถาวิการนั้นดำใบเตยช่วยพิบากว่าติดอันแล้วดำใบไอ้บองปนกันแต่โยนใช่ปะดำใบบองปนมันใบบองปนกระทางมันก็ใช้ตาใหญ่ได้เวลามันได้เรื่องตัวนั้นการล้างม้าวิทุนพลทางนั่งจังดำใบบองปนกันแต่ใช่ปะเข้มหนึ่งทั่วเข้มหนึ่งอันนี้เอาบองใส่ได้เมียงกรมครูซาสมาชิกบอกก็ได้การบินกุศลจราจรจบตอนนั้นก็ล้างหมดทั่วการบ่อสายทางตาเนาะไปได้ก็เมียงกุศลจราจรบางการล้างตัวเลยกรมครูซาก่อนนั้นตาก็จูบมินพอไปบ่าจบพอบ่าไว้ครั้งในครั้งครูซาบอกก่อนสำหรับเน้นขยมต้อได้เตยเชียสมาชิกครูซาได้เติมนังครูธจราจรกาปีประมาณไทยมนนี่เองคือเราจีบได้ระบอบนี้เข้มตายมาดองจังปัญหาดัดทมจำบ้องได้เข้มจังเลิกมองใหญ่ไทยนี้คือรวมเมียนโดยเชียการบัดบ้องทวิการทางครูซานังการบัดบ้องไปเรียนทางครูซาเพราะถ้าเราไปได้ไปขยมมันตอนจูบเหตุการณ์นี้คือกอดบ้านรับรองมันตกจิตรานให้ดับไปได้กอดจูบในครูธจราจรแบบนี้เพื่อไอ้บรรทุกกรุบยักษ์ขณะนั้นเลยรูปขยมตายมาดองจังยังโชว์จำนวนที่ใบต่างគ្នាจำนวนที่ใบได้เข้มจังไอ้บองปนต่างគ្នាบันดังนึกคือตายยังกูจะโทษโดยมันไรคลาดดำใบช่วยกับบันทอยกูสั่งจราจรในครั้งสหกรมระบายยืงจังจำนวนได้เข้มจังบางให้บองปนต่างគ្នាบันดังนึกคือจำนวนที่มวยได้ทอมบอมพอดจำนวนโกสำคัญบอมพอดคือการกรุบบับจราจรได้ข้างเรือทาไปบานระบายยืงมันจองกรองล้างดำใบยืงนั้นกรุบต่างគ្នាตายังกูโทษโดยมันไรคลาดดำใบบางให้ทายยืงนั้นกรุบบับจราจรสกัดมาเพียบตีมุ้ยได้บางแห่งทายยังประจราชนนั่นคือตีมุ้ยคือยืงกับบางบอสครั้งสถานเพียบสว่างการยืงกับบางบอสของสถานเพียบสว่างเต้ไม่ในทายยังมีสมาร์ทได้กรุบกร้อนในโครงการปราดอารมณ์ตัวกับบางบอสระบายยืงนู่นให้ในเพลงโครงการการดำเนินครูธนจราจรก็กับบรรทอยตามถูกได้ที่ปีนั่นคือการบางบอสโดยปราระบืนซอมรุ้งการบางบอสโดยปราระบืนซอมรุ้งก็บางแห่งทายยังนั่งกรุบจราจรได้โดยสารแต่การบางบอสของระบืนเลื่อนก็บางแห่งทางก็บางแห่งทายืนนั้นกลมปงแต่บางการในเพียร้อยได้การมีกุศลจราจรนั้นการแต่วิการแต่คู่พลังแถมติดจำนวนที่ใบนั่นคือการโจรวมกรุบบับจราจรต่างๆเนี่ยโดยที่ยังกรุบเพลิงสต็อปจราจรยังบางบอกก็บอกว่าคนสันเพชรสว่างยังเติมเปียบุสวัสดิ์เพียบต่างๆเนี่ยบางบอกได้มีกระเจาะมาโตยังนั้นชมพูยินจำนี้เราแต่มีกระเจาะทั้งสองข้างสำหรับล่างมาโตกับโดยนี้จังจะจงกระชมสมอคนตลอดบางคนต่างนี้แต่บ้านจำนายไปเวลีได้เมนดำไลเหมือนเพื่อการดับการเบาะสายหนึ่งการสับสายอัมพีกุศลจราจรหรือบอกขยมสังคมท่าจำนายดังในขยมบาใจระเบิดไงนี้หนึ่งช่วยบางคนต่างนี้บ้านเกิดชราอัมพีท่าตายยังกูเธอได้มาได้ดำไปกับตัวกุศลจราจรถ้ากุศลจราจรนั้นวิมินมีวิธีฝึกเอาเยอะนั่งจูนปล่อยบ่ายคลาสำหรับโปรซ่าสังคมนั่งปฏิจิตบ่อยเยอะ